របៀបនៃការលុប Facebook page សម្រាប់បងប្អូនដែលមានបំណងចង់លុប page ចេញពី account របស់យើងកុំឲ្យមាន page ច្រើនវាញ៉ៃអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចេះពីរបៀបនៃការលុប page ទេសូមបងប្អូនធ្វើការតាមដានវីដេអូមួយនេះបានដែលខ្ញុំនឹងប្រាប់បងប្អូនតាមតិចទេបងប្អូនអាចធ្វើការលុប page បានហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវត្រៀមគឺបងប្អូនត្រូវត្រៀម password បាទព្រោះយើងលុប page យើងត្រូវការដាក់ password account Facebook របស់យើងដើម្បីលុបណាបាទអញ្ចឹងដើម្បីអាចលុបបានគឺបងប្អូនចូលទៅកាន់ page ដែលបងប្អូនចង់លុបមកឥឡូវនេះខ្ញុំចូលទៅកាន់ page ដែលខ្ញុំចង់លុបសិនអូខេឥឡូវនេះខ្ញុំចូលមកកាន់នេះ page នេះខ្ញុំចង់លុប page មួយនេះណាអញ្ចឹងដើម្បីអាចលុប page បានគឺយើងចូលកន្លែង tray 3នៅខាងក្រោមនេះបាទបន្ទាប់មកទៀតគឺបងប្អូនឃើញកន្លែង setting នេះខាងលើនេះបាទសញ្ញារូបស្ពឺណាចុចលើវាមកបាទបន្ទាប់មកទៀតគឺកន្លែងនេះបងប្អូនអូសចុះមកក្រោមមកអូសឲ្យឃើញពាក្យថា access and control បាទ access and control ហ្នឹងបងប្អូនចុចលើ access and control ហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺបើសិនជាបងប្អូនចង់បិទបណ្ដោះអាសន្នយកអានេះមក deactivated page នេះតែអានេះយើងចង់ធ្វើការលុប page នឹងចេញពី account ហ្មងបាទលុបឲ្យបាត់ហ្មងណាគឺយើងយកខាងក្រោមវិញគឺយក delete page វាប្រាប់ថា this is permanent មានថាលុប page ហ្នឹងគឺលុបបាត់តែម្ដងអញ្ចឹងគឺបងប្អូនចុចលើពាក្យថា continue មកបាទអញ្ចឹងវាសួរយើងតកតងជាមួយ head អីបានជាយើងចង់លុប page ហ្នឹងនេះ tell why អញ្ចឹងកន្លែងនេះគឺយើងអត់ចាំបាច់ដាក់អីក៏បានដែរយើងចុច continue ក៏បានដែរបាទអត់ចាំបាច់រើសទេអត់ចាំបាច់ប្រាប់វាថាដែលយើងត្រូវលុប page ហ្នឹងទេយើងចុច continue មកបាទអញ្ចឹងកន្លែងនេះគឺវាប្រាប់យើងហើយ permanent delete this page before you delete save post and in your archive អញ្ចឹងទៅអានេះបើសិនជាបងប្អូនចង់ save post download information អីផ្សេងៗនៅក្នុង page ហ្នឹងតែយើងអត់ចង់ទេគឺយើងចុចលើពាក្យថា continue ម្ដងទៀតបាទអញ្ចឹងកន្លែងនេះអ្វីដែលយើងដាក់គឺដាក់ password account Facebook ដែលកាន់ page ហ្នឹងអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះកន្លែងយើងដាក់ password account Facebook យើងដែលកាន់ page ហ្នឹងព្រោះ page អត់មាន password ទេគឺយើងត្រូវដាក់ password account របស់យើងហ្នឹងឯងអញ្ចឹងយើងដាក់ password ចូលមកបាទបន្ទាប់មកទៀតយើងចុចលើពាក្យថា continue បាទអញ្ចឹងកន្លែងនេះគឺនៅមួយតង់ចុងក្រោយមួយទៀតគឺវាសួរតកតងជាមួយនឹងការ delete page ហ្នឹងអញ្ចឹងយើងអត់ធ្វើអីច្រើនទេយើងចុចលើពាក្យថា delete page បាទអញ្ចឹងវាកំពុងតែធ្វើការលុប page នឹងចេញពី account នឹងតែម្ដងអញ្ចឹង page ហ្នឹងគឺលែងមានទៀតហើយបងប្អូនបន្ទាប់ពីយើងធ្វើអញ្ចឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលវីដេអូមួយនេះហើយកុំភ្លេចបងប្អូនជួយចុចធ្វើការ like follow subscribe និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់បានចេះឲ្យគាត់បានចេះពីរបៀបនៃការលុប page នេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ